នៅវិមានព្រឹទ្ធសភានៃព្រឹកថ្ងៃប្រហោះ3កើតខែអាសត់ឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលសារតាំងលោកជំទាវ Vivian Lo San Martin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំនៅព្រះរាជាណាចក្រកម្ពុជាយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យប្រសិទ្ធិនៅក្នុងជំនួបនេះសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍ក្នុងព្រះបរមនាមនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំពោះលោកជំទាវហើយសម្ដេចតេជោបានចាត់ទុកវត្តមានរបស់លោកជំទាវនៅពេលនេះជាផ្នែកដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងប្រេស៊ីលសម្ដេចតេជោបានបង្ហាញនូវក្តីរីករាយចំពោះសហព័ន្ធប្រេស៊ីលដែលបានដាក់និវេសនដ្ឋានទូតនៅព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជានិងប្រេស៊ីលឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងឱកាសនោះលោកជំទាវ San Martin បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោប្រមុខរដ្ឋស្ដីទីដែលបានអនុញ្ញាតឲ្យលោកជំទាវបានជួបហើយប្រគល់សារតាំងចំពោះសម្ដេចប្រមុខរដ្ឋស្ដីទីនៅពេលនេះលោកជំទាវបានជម្រាបជូនសម្ដេចតេជោថានៅក្នុងបេសកកម្មរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះលោកជំទាវនឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងប្រេស៊ីលឲ្យមានភាពល្អប្រសើរកាន់តែខ្លាំងបន្ថែមទៀតជាពិសេសជំរុញនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជានិងប្រេស៊ីលឲ្យមានការកើនឡើងបន្ថែមទៀតផងដែរអ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះលោកជំទាវបានរំលេចអំពីការពង្រីកនៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានារវាងកម្ពុជានិងប្រេស៊ីលក្នុងនោះក៏មានការពង្រីកនៅទំនាក់ទំនងទាំងរដ្ឋាភិបាលផងទាំងស្ថាប័ននីតិបញ្ញត្តិផងដែលលោកជំទាវនឹងជំរុញឲ្យប្រទេសទាំងពីរបង្កើននៅកិច្ចសហការក្នុងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរបន្ថែមទៀតនៅក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់លោកជំទាវក្នុងការជំរុញនៅពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងដោយសម្ដេចតេជោបានលើកឡើងថាទំនាក់ទំនងដ៏ល្អទៅមុខលឿនគឺវាអាស្រ័យទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូច្នេះប្រសិនបើប្រទេសទាំងពីរខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការកើនឡើងនោះគឺជាផ្នែកនៃការរុញច្រានទំនាក់ទំនងឲ្យកាន់តែល្អជាមួយគ្នាផងដែរសម្ដេចតេជោក៏បានរំលេចបន្ថែមទៀតទាក់ទងទៅនឹងការស្វាគមន៍នៅគំនិតរបស់លោកជំទាវនៃការពង្រីកទំនាក់ទំនងផ្នែកស្ថាប័ននីតិបញ្ញត្តិពោលគឺសភានៃប្រទេសទាំងពីរដោយសម្ដេចតេជោបានបញ្ជាក់អំពីគំនិតរបស់សម្ដេចតេជោថាប្រទេសទាំងពីរគួរតែបង្កើតនៅក្រុមមិត្តភាពសភានៃប្រទេសទាំងពីរទាំងស្ថាប័នរដ្ឋសភានិងស្ថាប័នព្រឹទ្ធសភាដើម្បីឲ្យស្ថាប័ននីតិបញ្ញត្តិនេះគឺអាចធ្វើការនិងពង្រីកនៅទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយគ្នាសម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងការពង្រីកនៅក្នុងវិស័យកីឡាផងដែរដោយសម្ដេចតេជោបានលើកឡើងថាប្រេស៊ីលគឺមានសក្តានុពលណាស់ជាពិសេសទៅលើធនធានកីឡាល្អៗហើយនៅពេលដែលគេនិយាយអំពីប្រទេសប្រេស៊ីលគេនឹងនឹកឃើញដល់វិស័យកីឡាហើយសម្ដេចក៏ជាអ្នកដែលស្រឡាញ់វិស័យកីឡានេះនិងក៏ជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមកទាំងវិស័យបាល់ទាត់និងបាល់ទះជាដើមដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នាជាពិសេសគឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកផ្នែកកីឡានៅក្នុងប្រទេសកម្ពុជាដូចជាកីឡាបាល់ទាត់និងបាល់ទះដែលជាផ្នែកដ៏សំខាន់ដើម្បីរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរផងហើយដើម្បីជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនឲ្យកាន់តែរីកចម្រើនជាមួយគ្នាឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោលោកជំទាវក៏បានរំលេចដោយបញ្ជាក់ថាប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឲ្យមានជាគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះកីឡាបាល់ទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាលោកជំទាវបានលើកឡើងថានេះគឺជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានជាមួយគ្នាហើយធ្វើបានក្នុងពេលឆាប់ៗនៅក្នុងជំនុំនេះផងដែរសម្ដេចតេជោក៏បានជម្រាបជូនលោកជំទាវអំពីបញ្ហាព្រំដែនកម្ពុជានិងថៃដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានៅពេលកន្លងមកជាមួយគ្នានោះលោកជំទាវក៏បានឆ្លើយតបជាមួយសម្ដេចតេជោថាប្រេស៊ីលគឺគាំទ្រចំពោះការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជានិងថៃដោយលោកជំទាវជំរុញឲ្យភាគីទាំងពីរគោរពនៅបទជបាញ់ហើយឈានទៅរកការដោះស្រាយបញ្ហាវិលមករកប្រក្រតីភាពឡើងវិញ
ជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា